បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើតរូបភាពជាពណ៌បែបនេះនៅក្នុង Microsoft Word ដោយយើងប្រើ icon ទៅលើ keyboard គឺយើងប្រើតែ keyboard ទេយើងនឹងបង្កើតរូបភាពនេះដោយមិនបាច់ចាំចូលទៅក្នុង insert ជាដំបូងយើងត្រូវចុចលេខ2លេខអក្សរ C គឺហើយនឹងលេខ12ហើយយើងចុចទៅលើអក្សរនៅលើ keyboard របស់យើងនេះគឺ Alt X រូបភាពវានឹងទៅជាបែបនេះហើយបញ្ជាក់ផងថារូបភាពនឹងវានឹងប្រែប្រួលទៅតាម font របស់អក្សរមិនឧបមាខ្ញុំប្រែប្រួលទៅជាបែបនេះគឺវានឹង load ទៅជាបែបនេះណាហើយនឹងមាន font ខ្លះវានឹង load ទៅជាសញ្ញាសួរនៅក្នុងបងតែវាមិនមានច្រើនទេគឺវាមានតែប៉ុន្មាន font ទេគឺដែល load សញ្ញាសួរបែបហ្នឹងអាហ្នឹងជាតម្រូវការរបស់យើងចង់ដាក់នេះរូបភាពទៅតាមអ្វីដែលយើងចង់បានរូបការ៉េបែបនេះក៏បានដែរហើយបរិយាធំតូចទៅតាមអ្វីដែលយើងចង់បានមានតែប៉ុណ្្នឹងទេបើសិនជាចង់បានវីដេអូថ្មីចំណេះដឹងបែបហ្នឹងគួរតែ follow ឬក៏ជួយ subscribe ខ្ញុំមួយផងបាទសូមអរគុណ